ស្ទើរមិនជឿសម្ដីសាមញ្ញមួយឃ្លាសោះធ្វើឲ្យដូណាល់ត្រាំលោតចេញពីបំណុល$1,000,000,000ត្រឹមរយៈពេលខ្លីថ្ងៃនេះខ្ញុំសុកណេតនឹងជីកកកាយសាច់រឿងមួយផ្នែករបស់អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលនិយាយអំពីក្បួនដោះស្រាយបំណុលរបស់គាត់បើយើងនិយាយអំពីក្បួនដោះស្រាយបំណុលក៏ដូចជាវិធីសាស្ត្រឬក៏យុទ្ធសាស្ត្រក្នុងការដោះស្រាយបំណុលគឺវាមានច្រើនខ្លាំងណាស់ហើយក្បួននីមួយៗមានអ្នកខ្លះយកមកអនុវត្តទទួលបានជោគជ័យហើយអ្នកខ្លះទៀតយកមកអនុវត្តដែរប៉ុន្តែមិនទទួលបានជោគជ័យហើយកត្តាទាំងអស់នេះហើយដែលមានអ្នកខ្លះទទួលបានជោគជ័យនិងអ្នកខ្លះមិនទទួលបានជោគជ័យគឺវាអាស្រ័យទៅលើចំណេះដឹងជំនាញបទពិសោធន៍ស្ថានភាពជាក់ស្ដែងឬបរិបទរស់នៅក្នុងសង្គមរបស់បុគ្គលម្នាក់ៗជាមួយគ្នានេះដែរប្រសិនបើលោកអ្នកកំពុងតែជាប់បំណុលគេមិនថាជាប់បំណុលតិចបំណុលមធ្យមឬក៏បំណុលច្រើននិងបំណុលវ៉ាន់កោនោះទេហើយលោកអ្នកមិនដឹងវិធីសាស្ត្រក្នុងការដោះស្រាយបែបណានោះអញ្ចឹងលោកអ្នកអាចសាកល្បងប្រើប្រាស់នៅក្បួនដោះស្រាយបំណុលរបស់អតីតប្រធានាធិបតីអាមេរិកលើកទី46លោកដូណាល់ត្រាំដែលដោះបំណុលចំនួន$9,900,000,000ត្រឹមរយៈពេលដ៏ខ្លីដោយសារតែពាក្យសម្ដីមួយឃ្លាដ៏សាមញ្ញរបស់ប្រពន្ធគាត់នៅឆ្នាំ1995ក្រុមហ៊ុនរបស់លោកដូណាល់ត្រាំបានជំពាក់បំណុលគេរហូតដល់$9,000,000,000អាមេរិកនិងជំពាក់បំណុលផ្ទាល់ខ្លួនចំនួន$900,000,000អាមេរិកបើយើងសរុបបំណុលទាំងពីរចូលគ្នាលោកដូណាល់ត្រាំមានបំណុលរហូតដល់$9,900,000,000អាមេរិកឯណោះហើយកត្តាដែលធ្វើឲ្យលោកដូណាល់ត្រាំធ្លាក់ខ្លួនជំពាក់បំណុលវ៉ាន់ករហូតដល់$9,900,000,000អាមេរិកគឺដោយសារតែគាត់បានបរាជ័យក្នុងការប្រើប្រាស់ហិរញ្ញវត្ថុហើយបញ្ហាទាំងអស់នេះហើយដែលធ្វើឲ្យគាត់បាក់ទឹកចិត្តខ្លាំងធ្វើឲ្យគាត់ដេកមិនលក់បក់មិនលហើយដោយសារតែរឿងបំណុលស្របពេលជាមួយគ្នានេះដែរប្រពន្ធរបស់គាត់ដែលជានារីធម្មតាម្នាក់ដោយមើលឃើញពីទុក្ខលំបាករបស់ប្តីបែបនេះគាត់ក៏បាននិយាយសម្ដីដ៏សាមញ្ញមួយឃ្លាទៅកាន់ប្តីរបស់គាត់លោកដូណាល់ត្រាំថាបងឡើងផ្លូវណាបងត្រូវចុះផ្លូវនោះវិញហើយសម្ដីដ៏សាមញ្ញមួយឃ្លាប៉ុន្តែបង្កប់នៅអត្ថន័យមួយនេះបានធ្វើឲ្យលោកដូណាល់ត្រាំយកទៅដេកគិតអស់មួយយប់លុះព្រឹកឡើងលោកដូណាល់ត្រាំបានសម្រេចចិត្តការហៅម្ចាស់បំណុលទាំងអស់ឲ្យមកជុំគ្នាហើយគាត់បានប្រាប់ទៅម្ចាស់បំណុលទាំងអស់នោះថាថ្ងៃនេះមានដំណឹងពីរដំណឹងទី1គឺដំណឹងល្អនិងដំណឹងទី2គឺដំណឹងអាក្រក់ហើយលោកដូណាល់ត្រាំក៏បានសួរទៅកាន់ម្ចាស់បំណុលទាំងអស់ថាតើអ្នកទាំងអស់គ្នាឲ្យគាត់និយាយដំណឹងមួយណាមុនបន្ទាប់មកម្ចាស់បំណុលទាំងអស់ក៏បានសម្រេចជាឯកច្ឆន្ទឲ្យលោកដូណាល់ត្រាំនិយាយដំណឹងល្អមុនហើយដំណឹងល្អនោះគឺប្រសិនបើលោកអ្នកចង់ឲ្យខ្ញុំសងបំណុលទៅវិញលុះត្រាតែលោកអ្នកព្រមបន្ថែមកម្ចីមកទៀតដើម្បីដោះស្រាយនៅរាល់បញ្ហាដែលជាប់គាំងមួយចំនួនរីឯដំណឹងអាក្រក់វិញនោះគឺមេធាវីរបស់លោកដូណាល់ត្រាំបានចេញមកប្រកាសថាថ្ងៃស្អែកក្រុមហ៊ុនដែលគ្រប់គ្រងដោយលោកដូណាល់ត្រាំទាំងអស់នឹងត្រូវប្រកាសខ្សែធនដូចនេះម្ចាស់បំណុលទាំងអស់អាចរឹបអូសយកតែទ្រព្យសម្បត្តិដែលនៅសេសសល់ទៅចុះពីព្រោះដោយសារតែលុយដែលលោកដូណាល់ត្រាំខ្ចីមកហ្នឹងគឺបានយកមកប្រើប្រាស់នៅក្នុងអាជីវកម្មអស់ហើយសូមបញ្ជាក់ថាច្បាប់នៅសហរដ្ឋអាមេរិកប្រសិនបើក្រុមហ៊ុនណាមួយប្រកាសខ្សែធនគឺម្ចាស់បំណុលទាំងអស់មានសិទ្ធិរឹបអូសយកតែទ្រព្យសម្បត្តិដែលជារបស់ក្រុមហ៊ុនតែប៉ុណ្ណោះចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនគឺជាលក្ខណៈបុគ្គលគឺមិនអាចរឹបអូសបានឡើយបន្ទាប់ពីបានស្ដាប់ទាំងដំណឹងល្អនិងដំណឹងអាក្រក់រួចមកម្ចាស់បំណុលទាំងអស់ក៏បានថ្លឹងថ្លែងវិភាគហើយក៏សម្រេចចិត្តថាព្រមផ្ដល់កម្ចីបន្ថែមចំនួន$200,000,000ជូនដល់លោកដូណាល់ត្រាំដើម្បីសម្រេចដំណើរការអាជីវកម្មឲ្យទទួលបានជោគជ័យហើយចុងក្រោយអតីតប្រធានាធិបតីលើកទី46រូបនេះបានសងផ្ដាច់បំណុលចំនួន$9,900,000,000ត្រឹមរយៈពេលខ្លីបានដោយជោគជ័យទន្ទឹមនឹងនេះប្រសិនបើលោកអ្នកជ្រើសរើសយកវិធីសាស្ត្របន្ថែមបំណុលដោយលោកដូណាល់ត្រាំលោកអ្នកត្រូវតែខិតខំប្រឹងប្រែងធ្វើការឲ្យទ្វេដងធ្វើការដោយសេចក្តីស្រឡាញ់ធ្វើការដោយហ៊ានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តអត់ធ្មត់ឧស្សាហ៍ព្យាយាមជំនះឧបសគ្គនិងមិនព្រមរត់ចោលអាជីវកម្មរបស់ខ្លួនដរាបណាអ្នកមិនទាន់ទទួលបានជោគជ័យនៅពេលដែលអ្នកទាំងអស់គ្នាស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអ្នកទាំងអស់គ្នាសាកសម័យថាអ្នកទាំងអស់គ្នាកំពុងតែដើរទិញទំនិញនៅតាមផ្សារដូច្នេះចូលជ្រើសរើសនិងប្រើគំនិតណាដែលត្រូវនឹងបរិបទនៃជីវិតអ្នកនៅក្នុងបច្ចុប្បន្នទៅបានហើយពិតណាស់អ្នកមិនចាំបាច់ត្រូវតែទទួលយកនៅអ្វីទាំងអស់ដែលអ្នកដទៃបាននិយាយនោះទេប៉ុន្តែចូលអ្នកផ្ដល់ឱកាសឲ្យខ្លួនឯងហើយស្ដាប់ប្រកបដោយការបើកចិត្តឲ្យទូលាយ
ប្រសិនបើអ្នកគិតថាគំនិតនេះវាល្អត្រឹមត្រូវសូមអ្នកយកវាទៅអនុវត្តប៉ុន្តែបើអ្នកគិតថាគំនិតនឹងអត់ត្រឹមត្រូវសូមអ្នកបោះបង់វាចោលចោះហើយចូលអ្នកចាំថាត្រូវធ្វើខ្លួនឲ្យដូចជាសិស្សគឺមិនមែនធ្វើខ្លួនឲ្យដូចជាអ្នកដែលចេះតែដើរតាមគេនោះទេវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់វីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំហោះឆ្គងខ្ញុំសូមអភ័យទោសជួបគ្នានៅវីដេអូក្រោយទៀត